សូមជូនរឿងសម្បកដូងវេទមន្តនៅឯភូមិបណ្ដែតទឹកដ៏មមាញឹកមួយលើបឹងទន្លេសាបមានពិធីបុណ្យអុំទូកបានខិតជិតមកដល់ហើយកុមារីកញ្ញាមានក្តីស្រមៃចង់លេងតន្ត្រីនៅក្នុងពិធីបុណ្យនេះប៉ុន្តែនាងមិនមានប្រាក់ទិញឧបករណ៍ភ្លេងដ៏ស្រស់ស្អាតនោះទេនាងបានរើសយកត្រឡោកដូងចាស់មឿងមកសាកល្បងលេងប៉ុន្តែសំឡេងដែលចេញមកគឺមិនពីរោះសោះវាគ្រាន់តែជាសំឡេងគោះតុកតែប៉ុណ្ណោះនៅពេលដែលកុមារដទៃទៀតបានឃើញនាងពួកគេក៏បានសើចចំអកតារាបាននិយាយថាឯងមិនអាចលេងតន្ត្រីជាមួយត្រឡោកដូងអកខក់នោះបានទេកញ្ញាបានរត់ទៅអង្គុយយំនៅមាត់ទឹកតែម្នាក់ឯងនាងមានអារម្មណ៍ថាក្តីស្រមៃរបស់នាងបានរសាត់ឆ្ងាយទៅហើយភ្លាមនោះលោកតាសំណាងដែលជាអ្នកនេសាទចាស់ម្នាក់បានទូកមកដល់គាត់បាននិយាយថាក្មួយស្រីតន្ត្រីពិតមិនមែនការចេញពីឧបករណ៍ថ្លៃទេវាការចេញពីបេះដូងលោកតាបានចំណាយពេលពេញមួយយប់បង្រៀនកញ្ញាពួកគេបានខាត់ត្រឡោកដូងឲ្យរលោងនិងដាក់ខ្សែដើម្បីបង្កើតជាឧបករណ៍ទ្រដ៏សាមញ្ញមួយយប់នៃពិធីបុណ្យបានមកដល់ភូមិទាំងមូលពោពេញដោយពន្លឺភ្លើងចម្រុះពណ៌ក្មេងៗដទៃទៀតបានឡើងលេងឧបករណ៍ភ្លេងដ៏ភ្លឺរលោងរបស់ពួកគេយ៉ាងសប្បាយរីករាយដល់វេនរបស់កញ្ញានាងបានឡើងលើឆាកដោយក្តីភ័យខ្លាចនាងបានបិទភ្នែកហើយចាប់ផ្ដើមលេងត្រឡោកដូងរបស់នាងដោយដាក់បញ្ចូលអារម្មណ៍ទាំងអស់របស់នាងទៅក្នុងនោះសំឡេងដ៏ពិរោធរងំបានបន្លឺឡើងអ្នកភូមិទាំងអស់បានស្ងាត់ស្ងៀមសូម្បីតែតារាក៏មានការភ្ញាក់ផ្អើលដែរគ្មាននរណាម្នាក់ធ្លាប់បន្លឺសំឡេងដ៏ពិរោធបែបនេះពីមុនមកទេនៅយប់នោះកញ្ញាបានរៀនពីមេរៀនថ្មីមួយថាទេពកោសល្យពិតប្រាកដមិនមែនស្ថិតនៅលើឧបករណ៍ភ្លេងដែលយើងមាននោះទេប៉ុន្តែវាស្ថិតនៅលើសេចក្តីស្រឡាញ់និងការខិតខំប្រឹងប្រែងដែលយើងដាក់ចូលទៅក្នុងវាសូមអរគុណចំពោះការស្ដាប់